បាទជំរាបសួរខ្ញុំបានឈ្មោះលៀមខ្លឹមក្នុងរយៈពេល3ថ្ងៃនេះខ្ញុំបានចូលរួមសិក្ខាសាលាស្ដីអំពី Reprogram Your Mind for Abundance ខ្ញុំទទួលបានចំណុចខ្វះខាតជាច្រើនដែលកន្លងមកដែលជីវិតរបស់ខ្ញុំធ្លាប់ឆ្លងកាត់ពីរួមទៅខ្ញុំមានបញ្ហាច្រើនរឿងពេលវេលារបស់ខ្ញុំនេះគឺខ្ញុំប្រើខុសច្រើនមែនទែនគឺខុសឡើងសឹងតែពាក់កណ្ដាលជីវិតអត់ដឹងថាខ្លួនឯងនឹងប្រើប្រាស់ពេលវេលាត្រូវឬក៏ខុសនឹងអត់ដឹងទេប៉ុន្តែក្នុងពេលដែលយើងឆ្លងកាត់ជីវិតកន្លងមកដែលបរាជ័យគឺដោយសារតែការប្រើប្រាស់ពេលវេលាអត់ត្រឹមត្រូវម៉ោងធ្វើការទៅដេកដល់ពេលម៉ោងដេកទៅធ្វើការប្រច្រាស់គ្នាមែនតើម៉ោងទំនាក់ទំនងដៃគូអាជីវកម្មរ៉ូស៊ីដើរលេងអត់មានបង្កើតទំនាក់ទំនងប្រើប្រាស់ពេលវេលាហ្នឹងឲ្យត្រឹមត្រូវទេគឺប្រើប្រាស់ពេលវេលាខុសតែម្ដងអញ្ចឹងនេះជាហេតុផលដែលធ្វើឲ្យខ្ញុំបរាជ័យសឹងពាក់កណ្ដាលជីវិតប៉ុន្តែបន្ទាប់ពីខ្ញុំបានសិក្សាខ្ញុំយល់បានច្រើនមែនទែនហើយអស្ចារ្យមែនទែនដល់ពេលដែលដឹងអំពីរបៀបនៃការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវអញ្ចឹងខ្ញុំចេះនិងយល់អំពីរបៀបប្រើប្រាស់ពេលវេលានេះបានត្រឹមត្រូវបន្ទាប់ពីបានរៀនជាមួយនឹងលោកគ្រូដោយសារតែខ្ញុំខ្សោយលើពេលវេលាច្រើនមែនទែនលើពេលវេលាខ្ញុំខ្សោយប៉ុន្តែបន្ទាប់ពីខ្ញុំបានរៀនជាមួយលោកគ្រូ3ថ្ងៃយើងដឹងអំពីវិធីកែវាដឹងអំពីវិធីកែថាធ្វើម៉េចដើម្បីឲ្យការប្រើប្រាស់ពេលវេលានឹងត្រឹមត្រូវហើយមានប្រសិទ្ធភាពក៏អរគុណដល់សាស្ត្រាចារ្យបណ្ឌិតសាងអៀបជាចុងក្រោយអរគុណដល់លោកគ្រូ Johnny ដែលជាគ្រូបង្វឹកសិក្ខាសាលាក្នុងរយៈពេល3ថ្ងៃនេះសូមជូនពរឲ្យលោកគ្រូសុខភាពល្អបាទសូមអរគុណច្រើន